ก็แต่เคยเนี่ยตู้ได้ចិត្តត្រូវប្រហារជីវិតងើបមុខឡើងយឺតទើបមេបញ្ជាការភ្ញាក់ផ្អើលព្រោះនាងគឺជាមនុស្សដែលគេតាមរក5 ឆ្នាំហើយឈប់ភ្លាមកាលពី5 ឆ្នាំមុនមេបញ្ជាការត្រូវគេតាមសម្លាប់រត់ចូលព្រៃទាំងរបួសគាត់សន្លប់ព្រោះហូរឈាមច្រើនពេកសំណាងល្អជួបនារីបេះថ្នាំម្នាក់នាងក៏ជួយព្យាបាលរបួសឲ្យគាត់នរណាបញ្ជាឲ្យនាងមកបើចង់សម្លាប់ខ្ញុំសម្លាប់យូរហើយលែងដៃទៅត្រូវវះយកគ្រាប់ចេញពេលដឹងថានាងមិនមានបំណងអាក្រក់ទើបគេព្រមឲ្យនាងព្យាបាលនាងក៏យកកន្ត្រៃវះយកគ្រាប់ចេញតែដោយសារការឈឺចាប់គេច្រឡំផឹកថ្នាំសម្រាប់ស្មានថាថ្នាំបំបត្តិការឈឺចាប់ផឹកអស់មួយក្អឹបតតែនាងឃើញដបថ្នាំនៅដៃគេទើបដឹងថាផឹកខុសហើយមិនយូរប៉ុន្មានថ្នាំក៏ចេញឬគេស្ទុះទៅថើបនាងតែត្រូវនាងទះកំភ្លៀងមួយដៃស្រាប់តែនាងនឹកឃើញថាឪពុកចិត្តខ្មៅបានលក់នាងឲ្យទៅតាចាស់ម្នាក់បើត្រឡប់ទៅវិញត្រូវគេបង្ខំឲ្យរៀបការបើជួយបរិសម្នាក់នេះនាងនឹងរួចខ្លួននាងក៏សុខចិត្តយកខ្លួនធ្វើជាថ្នាំដោះមួយយប់កន្លងផុតពេលគេភ្ញាក់ឡើងនាងបានបាត់ខ្លួនទៅហើយឃើញតែនសែងដៃដែលនាងភ្លេចចោលបន្ទាប់មកគេបញ្ជាកូនចៅឲ្យតាមរកនាងតែរកមិនឃើញសោះឯនាងវិញបានលួចបង្កើតកូនរបស់គេធ្វើឲ្យឪពុកខឹងបន្សាបមកធ្វើជាអ្នកបម្រើនៅភូមិគ្រឹះលោកជំទាវកំពុងឈឺក្បាលរឿងកូនប្រុសមិនព្រមរៀបការធ្វើពុតជាឈឺដើម្បីបង្ខំកូនតែក្នុងចិត្តគេមានតែអ្នកមានគុណកាលពី5 ឆ្នាំមុនបដិសេធគ្រប់ការណាត់ជួបធ្វើឲ្យម្ដាយខឹងខ្លាំងអ្នកបម្រើក៏ចេញគំនិតមួយឲ្យរៀបចំពិធីជប់លៀងសាច់ញាតិតែតាមពិតគឺដើម្បីកោះហៅកូនស្រីមន្ត្រីដែលនៅលីវទាំងអស់មកឲ្យមកចូលរួមពេលនោះលោកជំទាវអាចរើសអនាគតកូនប្រសាបានលោកជំទាវពេញចិត្តគំនិតនេះណាស់មិនយូរប៉ុន្មានឪពុកចិត្តខ្មៅក៏បានដំណឹងនេះខ្លាចកូនស្រីធ្វើឲ្យខូចឈ្មោះក៏បណ្ដេញនាងនិងកូនចេញពីផ្ទះថែមទាំងយកចៅស្រីទៅបោះចោលតាមផ្លូវចៃដន្យជួបឡានមេបញ្ជាការភ្លាមលោកសេះដែលផ្អើលបានស្ទុះទៅរកក្មេងស្រីឃើញកូនមានគ្រោះថ្នាក់នាងស្ទុះទៅជួយតែមិនទាន់សំណាងល្អមេបញ្ជាការឃើញទាន់ស្ទុះចុះពីឡានទៅខាត់សេះទប់សេះដែលកំពុងផ្អើលជួយក្មេងស្រីនោះបានពេលឃើញកូនមានសុវត្ថិភាពនាងមិនហ៊ានងើបមុខទេបានត្រឹមសំពះអរគុណគេឃើញរូបរាងនាងមេបញ្ជាការមានអារម្មណ៍ថាធ្លាប់ស្គាល់ពេលបំរុងនឹងពិនិត្យមើលក៏ត្រូវកូនចៅខាត់ប្រាប់ថាពិធីជប់លៀងចាប់ដើមហើយឲ្យឆាប់ត្រឡប់ទៅវិញគាត់ក៏ត្រូវបង្ខំចិត្តចាក់ចេញស្អែកឡើងម៉ែក៏ប្រាប់នាងទាំងសប្បាយចិត្តថាអ្នកបម្រើនៅភូមិគ្រឹះមេបញ្ជាការជប់ហើយម៉ែបានជំនួសគេពួកយើងនឹងមានបានហើយថ្ងៃនេះមានពិធីជប់លៀងខ្វះដៃជើងឲ្យនាងទៅជួយដែរបានប្រាក់ឈ្នួល2នាក់នាងក៏តាមម៉ែទៅភូមិគ្រឹះស្រាប់តែកូនចៅស្មានថានាងជាភ្ញៀវក៏នាំនាងចូលទៅក្នុងលោកជំទាវគ្រាន់តែឃើញភ្លាមក៏ពេញចិត្តពេញថ្លើមសួរថានាងជាកូនចៅផ្ទះណាអ្នកមកជួយបម្រើត្រូវសួរប្រវត្តិដែរឬជំរាបលោកជំទាវនាងខ្ញុំឈ្មោះសិនរយីអាយុ25 ឆ្នាំស្រាប់តែប្អូនស្រីចិត្តអាក្រក់ឃើញនាងស្មានថាមកដណ្ដើមមេបញ្ជាការក៏ហែកកេកប្រាប់អត្តសញ្ញាណនាងនិយាយរឿងនាងមានកូនគ្មានប្តីប្រាប់គេឯងឲ្យដឹងឪពុកចិត្តខ្មៅក៏ស្ដីឲ្យនាងថាមិនចេះខ្មាស់គេធ្វើឲ្យខូចកេកឈ្មោះត្រកូលគេដេញចេញពីផ្ទះយូរហើយលោកជំទាវខឹងស្មានថានាងបោកប្រាស់ខ្ញុំអត់ទេអត់យ៉ាងម៉េចថ្ងៃនេះខ្ញុំហៅកូនចៅមន្ត្រីដែលនៅលីវមកក្នុងបំណងអ្វីនាងមិនដឹងទេលោកជំទាវខ្ញុំមិនដឹងទេខ្ញុំឈ្មោះសិនរយីកុំធ្វើពុតថ្ងៃនេះជាថ្ងៃរើសកូនប្រសាររបស់លោកជំទាវថាម៉េចលោកជំទាវខ្ញុំមិនមែនមកឲ្យគេរើសទេខ្ញុំមកស៊ីឈ្នួលជួយផ្ទះបាយតែទូនាងបកស្រាយយ៉ាងណាគេនៅតែចោទថានាងចង់តោងទាមអ្នកមាននាំគ្នាស្ដីបន្ទោសនាងថាចង់បន្លំខ្សែស្រឡាយមេបញ្ជាការលោកជំទាវខឹងថានាងជាស្រីគ្មានកិត្តិយសក៏បញ្ជាឲ្យទាហានផ្ទះមាត់នាង20ដៃរួចអូសក្បាលចេញទៅហាមជន់ទីនេះទៀតតែប្អូនស្រីចិត្តអាក្រក់មិនព្រមចប់ថាបើដេញចេញបែបនេះនាងច្បាស់ជាមិនសុខចិត្តទៅនិយាយដើមលោកជំទាវមិនខានញុះញង់ឲ្យបាញ់សម្លាប់នាងចោលទៅដើម្បីគំរាមគេដើម្បីឲ្យនាងអស់ចិត្តលោកជំទាវឲ្យគេនាំខ្លួនអ្នកទទួលខុសត្រូវផ្ទះបាយមកស្រាប់តែឃើញថាជាម៉ែរបស់នាងឪពុកនិងប្អូនស្រីក៏ចោទប្រកាន់ភ្លាមថាពីរអ្នកម៉ែកូននេះសំគំនិតគ្នាម្នាក់ចូលផ្ទះបាយស៊ើបការម្នាក់ទៀតតែងខ្លួនដើម្បីឲ្យលោកជំទាវចាប់អារម្មណ៍លោកជំទាវស្ដាប់ហើយខឹងខ្លាំងបញ្ជាឲ្យវាយធ្វើបាបម៉ែនាងម៉ែត្រូវគេវាយឡើងទ្រមខ្លួនទ្រាំលែងបាននាងក៏រើបំរះទៅជួយយកខ្លួនទៅរោងជំនួសម៉ែទីបំផុតម៉ែក៏សន្លប់បាត់ស្មារតីនាងអស់ជំរឿសុខចិត្តទទួលកំហុសទាំងអស់លោកជំទាវខ្ញុំទទួលខុសគឺខ្ញុំមិនចេះខ្មាស់ចង់តោងទាមមេបញ្ជាការទើបលួចចូលមកតាក់ទោសខ្ញុំចុះសុំត្រឹមលែងម៉ែខ្ញុំទៅស្រាប់តែពេលនាងកំពុងអង្វរកូនស្រីនាងក៏រត់ចូលមកទៅរកលោកជំទាវសុំឲ្យលែងម៉ែរបស់គេថ្លើមធំមែនក្មេងព្រៃមកពីណាលោកយាយអង្វរលែងម៉ែខ្ញុំទៅនរណាយាយឯងទោះខ្ញុំចង់បានចៅយ៉ាងណាក៏មិនរាប់ក្មេងព្រៃដូចឯងជាចៅដែរពេលនោះអ្នកផងក៏នាំគ្នានិយាយថានាងអស់ផ្លូវក៏ឲ្យកូនមកបន្លំថាជាឈាមជាប់មេបញ្ជាការញុះលោកជំទាវឲ្យកាត់អណ្ដាតក្មេងកុំឲ្យដើរនិយាយអួតប្រាប់គេផ្ដេសផ្ដាស
នាងអង្វរលោកជំទាវឲ្យតែលែងកូននឹងម៉ែរបស់នាងនាងសុកចិត្តស្លាប់លោកជំទាវខឹងក៏បញ្ជាឲ្យបាញ់សម្លាប់នាងមិនយូរប៉ុណ្ណឹងនេះទៅដល់មេបញ្ជាការឆ្ងល់ថាម៉ែដែលធ្លាប់តែចិត្តល្អហេតុអ្វីខឹងដល់ថ្នាក់សម្លាប់មនុស្សគាត់ក៏ប្រញាប់មកមើលពេលមកដល់ឃើញនាងត្រូវគេធ្វើបាបជាទម្ងន់លោកជំទាវប្រាប់កូនថាស្រីម្នាក់នេះមានកូនគ្មានប្តីហើយចង់មកបន្លំធ្វើកូនប្រសានៅចំពោះមុខកូនប្រុសគាត់បញ្ជាឲ្យបាញ់ចោលភ្លាមឃើញក្មេងស្រីចេះតែសំពះសុំឲ្យលែងម៉ែវាមេបញ្ជាការក៏កើតចិត្តអាណិតសុំឲ្យម៉ែលើកលែងឲ្យពួកនាងតែលោកជំទាវខឹងងឹតមុខមិនព្រមទេនៅតែបញ្ជាឲ្យបាញ់បើចង់សម្លាប់ខ្ញុំសម្លាប់យូរហើយលែងដៃឈប់ភ្លាម